ធាតុអាកាសហើយនិងអាកាសធាតុខុសគ្នាមកយើធាតុអាកាសរាំងស្ងួតប្រយ័ត្នភ្លើងទៀនធាតុអាកាសសំដៅទៅលើលក្ខខណ្ឌបរិយាកាសរយៈពេលខ្លីនៅតំបន់ណាមួយឧទាហរណ៍ថាអូយមេឃខ្មៅវាភ្លៀងឡយមេឃខ្មៅមែនឬមួយក៏អូយក្តៅថ្ងៃនឹងសីតុណ្ហភាពឡើងដល់42អង្សាសេអញ្ចឹងសីតុណ្ហភាពសំណើមគំនរអាកាសពពកខ្យល់គឺជាធាតុអាកាស weather ចំណែកឯអាកាសធាតុវិញឬក៏ climate វាគឺជានិន្នាការធាតុអាកាសគិតជាមធ្យមរយៈពេលវែងអញ្ចឹងឧទាហរណ៍ថាអូធាតុអាកាសរយៈពេលខ្លីហ្នឹងណាថ្ងៃហ្នឹងឡើងចុះយូរគិតជាមធ្យមចាប់ពី30ឆ្នាំឡើងទៅវាបានជាអាកាសធាតុអញ្ចឹងការប្រែប្រួលអាកាសធាតុគឺជាការប្រែប្រួលលក្ខខណ្ឌបរិយាកាសគិតជារយៈពេលវែងដោយសារតែវាគិតជាមធ្យមណាអញ្ចឹងការប្រែប្រួលត្រឹមតែ1អង្សាទៅ2អង្សាសេឯងគឺមានន័យថាទំហំនៃការប្រែប្រួលនោះគឺធំមែនតើអត់កើតទេមានតែការប្រែប្រួលទេដែលមិនប្រែប្រួលប៉ុន្តែការប្រែប្រួលអាកាសធាតុហ្នឹងគឺវាលឿនខុសពីធម្មតាហើយការប្រែប្រួលហ្នឹងគឺបណ្ដាលមកពីសកម្មភាពរបស់មនុស្សយើងនឹងឯងមិនមែនជាការប្រែប្រួលបែបធម្មជាតិទេជាពិសេសដូចជាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលឲ្យសីតុណ្ហភាពផែនដីកាន់តែឡើងទៅឥឡូវនឹងចូលដល់ pop quiz សំណួរយកចម្លើយតែសំណួរយករង្វាន់តើនៅសន្តិសិទ្ធិភាគីទី21ឆ្នាំ2015មានកិច្ចព្រមព្រៀងធំមួយដែលសម្រេចបានដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុតើកិច្ចព្រមព្រៀងហ្នឹងគឺជាកិច្ចព្រមព្រៀងអីហើយសូមបញ្យល់ផងអ្នកដែលធ្លាប់ឮពី COP ដឹងតែស្គាល់ពីកិច្ចព្រមព្រៀងហ្នឹងហើយជួយឆ្លើយដល់អ្នកគ្នាក្នុង comment ណាគេខ្លះជើងខ្លាំង